សួស្តីអ្នកទាំងអស់គ្នាខ្ញុំមូនផឹកហ្នឹងខ្ញុំដោះការសួរ Angel តទៅពីខ្លួនយើងផ្ទាល់ព្រោះដោយសារម្សិលមិញខ្ញុំផុសថាបើសិនជាអ្នកចាស់គាត់ត្រឡប់មកវិញខ្ញុំគិតមិនចង់សួរថាត្រូវគ្នាវិញឬក៏អត់ចឹងណាហើយមាន comment បងមួយចំនួនគាត់នៅទន្ទឹងចាំអ្នកចាស់ច្រើនអញ្ចឹងទៅមាន comment មួយដែលខ្ញុំចាំបានគឺគាត់សួរថាតើម្នាក់ហ្នឹងត្រឡប់មកវិញបានអត់គាត់ចង់សួរខ្ញុំអញ្ចឹងណាហើយទៅខ្ញុំក៏មើលឲ្យខ្ញុំគិតថាបើសិនជាម្នាក់ហ្នឹងគេឃើញថាយើងល្អខ្ញុំអត់មានបន្ទោសអីគ្នាអ្នកទាំងអស់គ្នាណាចឹងនិយាយថាបើសិនជាគេមើលឃើញយើងល្អគេអត់មានចេញពីយើងទេអញ្ចឹងអ្នកខ្លះគាត់នៅរងចាំអ្នកចាស់បើសិនអ្នកចាស់ហ្នឹងគាត់អត់មានអ្នកណាអត់អីទេប៉ុន្តែអ្នកហ្នឹងគាត់មានអ្នកផ្សេងហើយទៅយើងចង់ដឹងថាត្រូវគ្នាវិញអត់តើវាអាចនឹងត្រូវដោយរបៀបណាដោយសារអីគេក៏មានមនុស្សដែលគេស្រឡាញ់មួយហើយគេបានបំភ្លេចយើងចោលហើយអញ្ចឹងខ្ញុំគិតថាវាអត់មានត្រូវអីនឹងយើងទន្ទឹងចាំមើលផ្លូវគេទេ energy ដែលខ្ញុំផុសពីម្សិលមិញខ្ញុំចង់សំដៅទៅលើថាបើសិនឧទាហរណ៍គេគិតគេនៅ single ដូចគ្នាគេកំពុងតែអត់មានអ្នកណាទេហើយគេនៅតែស្រឡាញ់យើងអាហ្នឹងគេនឹងត្រឡប់មកវិញប៉ុន្តែបើសិនជាគេមានថ្មីហើយយើងមិនបាច់មកវិញទេហើយខ្ញុំចង់បញ្ជាក់ថាទោះខ្ញុំចេះធ្វើឲ្យគេត្រឡប់មកវិញក៏ខ្ញុំអត់អាចធ្វើឲ្យគេមកវិញដូចចិត្តអ្នកទាំងអស់គ្នាចង់បានដែរព្រោះដោយសារអីយើងត្រូវយល់ហេតុនិងផលថាគេបានដើរចេញពីយើងរួចហើយអញ្ចឹងមិនបាច់នៅចាំផ្លូវគេទេទុកថាជាមេរៀនហើយយើងនឹងព្រមលះបង់អតីតកាលនឹងចោលហើយនឹងទទួលយកមនុស្សល្អនៅអ្នកបន្ទាប់ទៀតនេះបើសិនឧទាហរណ៍យើងមិនចោលអ្នកចាស់នឹងទេអ្នកថ្មីគេនឹងមកចូលក្នុងជីវិតយើងបានយើងបោះចោលអ្វីដែលវាគាត់ថាមិនមែនអ្នកចាស់មិនល្អទេប៉ុន្តែយើងបំភ្លេចរឿងអតីតកាលនឹងចោលទៅព្រោះវាបាននៅក្នុងអតីតកាលហើយយើងទទួលយកអ្វីដែលវានៅពងបច្ចុប្បន្នហើយឬសម្លឹងទៅអនាគតនេះជួនកាលដោយសារតែអាចិត្តយើងនៅទន្ទឹងចាំអ្នកចាស់ហ្នឹងធ្វើឲ្យ energy មនុស្សមួយចំនួនប្លុកអ្នកថ្មីហ្មងដូចថាគេត្រូវចូលមកក្នុងជីវិតយើងបែរជាអត់ចូលវិញហ្នឹងមានន័យអញ្ចឹងណាអញ្ចឹងឥឡូវយើងមកមើលកាតវិញតែទៅនឹងកាតដែលខ្ញុំដោះសួរផឹកនៅតើមានអីចង់ណែនាំដល់អ្នកមើលកាតខ្ញុំអត់ដំបូងគឺគាត់ចេញមកគឺគាត់ចង់ឲ្យយើង stand នៅឈរនៅ stand ហើយ strong ចង់និយាយថាគាត់ចង់ឲ្យយើងគិតរឿង positive របៀប face to face ជាមួយ challenge ឧទាហរណ៍យើងកំពុងតែមានរឿងដែលត្រូវដោះស្រាយដែលត្រូវធ្វើអញ្ចឹងយើងកុំរត់គេចពីបញ្ហាហ្នឹងយើងត្រូវងើបឈរឡើងយើងត្រូវដោះស្រាយវាដូចឧទាហរណ៍យើងនៅតែនៅក្នុងសបាអតីតអញ្ចឹងរឿងដែលយើងត្រូវធ្វើបន្ទាប់មកដើម្បីអនាគតយើងយកអត់មានអាហ្នឹងវាអញ្ចឹងអញ្ចឹងគឺគេចង់ឲ្យយើងរស់នៅជាមួយនឹងរីករាយជាមួយនឹងសេចក្តីសុខឥឡូវបច្ចុប្បន្នហ្នឹងព្រះជាម្ចាស់គាត់បានហត់ដៃឲ្យយើងចាប់យកអនាគតហើយគាត់ជឿថាជីវិតយើងនឹងជឿជាក់លើខ្លួនយើងដូចរូបនេះអញ្ចឹងណានៅពេលដែលយើងឈរឲ្យរឹងមាំខ្លួនឯងគឺព្រះជាម្ចាស់គាត់នឹងប្រទានពរឲ្យយើងដូចគ្នាគាត់ថាយើងជោគជ័យហើយយើងរឹងប៉ឹងហើយដូចពាក្យមួយដែលគេនិយាយថា love yourself first គឺយើងត្រូវតែស្រឡាញ់ខ្លួនយើងមុនគេស្រឡាញ់មុនអ្នកណាទាំងអស់ដំបូងយើងត្រូវចេះស្រឡាញ់ខ្លួនយើងសិនមុននឹងយើងឲ្យអ្នកដទៃចូលមកស្រឡាញ់យើងទី2គឺ master of my life ហ្នឹងមានន័យថាជីវិតយើងម្នាក់គឺយើងអ្នកកំណត់ខ្លួនឯងយើងអ្នកធ្វើអីខ្លួនឯងគឺអត់មានអ្នកណាមកនេះទេហើយសម្រាប់
ខ្លួនយើងក៏យើងមាន ego សម្រាប់ខ្លួនឯងហើយយើងត្រូវចេះស្ដាប់ inner voice អាសលេង inner យើងនៅពីខាងក្នុងអារម្មណ៍យើងភាពដែលជាការពិតយើងជឿជាក់លើខ្លួនយើងអញ្ចឹងយើងបានអាចជឿជាក់លើខ្លួនយើងនឹងហើយបានធ្វើឲ្យជីវិតយើងនឹងស្រស់បំព្រងហើយយើងនឹងទទួលបានអីផ្សេងមិនថាស្នេហាលុយកាក់ឬនេះទេដូចម្នាក់ស្រីដែលគាត់នេះចឹងនៅពេលដែលគាត់ជឿជាក់លើខ្លួនឯងឃើញគាត់ដើរទៅលើស្ពានដើរទៅលើចដាលទៅហោសេចក្តីសុខគាត់មានភាពស្ងប់សុខបាត់ហើយអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាព្យាយាមស្រឡាញ់ខ្លួនឯងហើយហ៊ានស្ដាប់ខ្លួនឯងហ៊ានស្ដាប់បេះដូងខ្លួនឯងជួនកាលអាចិត្តគិតនឹងចង់បានអ្នកចាស់មកវិញប៉ុន្តែវាមិនមែនយើងចង់បានគេគ្រាន់តែនេះណាជួនកាលអ្នកចាស់នឹងមកវិញយើងអត់យកគេវិញក៏ថាបានដែរអានោះវាអញ្ចឹងជួនកាលចិត្តយើងវាអត់ទៀងដែរអាខ្ញុំមិនដឹងថាខ្ញុំហេតុអីថ្ងៃនេះខ្ញុំនិយាយចឹងហើយប៉ុន្តែវាមិនមែនពេលខ្លះនឹកអ្នកចាស់ចង់ឲ្យជួបអ្នកចាស់ប៉ុន្តែអ្នកចាស់មកជួនកាលអត់ចង់តបមួយគេវិញទៀតចូលស្លឹកទី3 My Creative Power ចឹងនិយាយថាអ្នកដែលមើលសារនេះគឺគាត់មានអារបៀបចេះរបៀបថាគាត់ចេះដឹកនាំខ្លួនគាត់ដែរគាត់ចេះ creative ធម៌ពលរបស់គាត់ដូចគ្នាអញ្ចឹងខ្ញុំជឿថាអ្នកទាំងអស់គ្នានឹងគឺមានធម៌ពលមែនតើជាពិសេសអ្នកនៅសាយធាតុភ្លើងខ្ញុំគិតថាអញ្ចឹងព្រោះដោយសារខ្ញុំមើលរូបទៅដូចរូបព្រះអាទិត្យវាមានភ្លើងមានកម្ដៅអញ្ចឹងដូចគ្នាខ្ញុំចង់ថាគាត់អាចបង្កើតធម៌ពល create ធម៌ពលខ្លួនឯងដូចព្រះអាទិត្យអញ្ចឹងព្រះអាទិត្យគាត់កើតមកក៏កើតដោយខ្លួនឯងទេតាមវិទ្យាសាស្ត្រតែបើតាមសាសនាហ្នឹងខ្ញុំអត់ច្បាស់ដែរប៉ុន្តែគាត់ក៏ដឹងដែរថាយើងអាចបង្កើតធម៌ពលខ្លួនឯងហ្នឹងសម្រាប់យកមកប្រើប្រាស់អីផ្សេងនៅក្នុងuniverse ហ្នឹងអញ្ចឹងដូចគ្នារបៀបដែលយើង create power យើងហ្នឹងគឺរបៀបថានៅពេលដែលយើងset អាគំនិត positive ចូលក្នុងខ្លួនណាវានឹងទាញអា positive នឹងចូលមកបើសិនជាយើងគិតថាអត់កើតទេគិតតែរឿងnegative វានឹងចូលមកអញ្ចឹងអ្នកទាំងអស់គ្នាត្រូវតែចេះ set អា mindset ខ្លួនឯងហ្នឹងគឺគិតតែរឿង positive បានហើយគិតថាថ្ងៃហ្នឹងខ្ញុំជោគជ័យថ្ងៃហ្នឹងខ្ញុំជួបរឿងល្អថ្ងៃហ្នឹងខ្ញុំជួបនឹងមនុស្សល្អអញ្ចឹងគឺយើងនឹងធ្វើវាបានហ្មងពួកអីអ្នកដែលមើលការទាំងអស់ហ្នឹងគឺមានធម៌ពលហ្មងគឺមនុស្សដែលមានធម៌ពលហើយអាចបង្កើតធម៌ពលឲ្យខ្លួនឯងទៀតបើសិនជាខ្ញុំគិតថាបើសិនអ្នកធ្វើការក៏អាចនឹងខ្លះជាអ្នកដឹកនាំគេមួយដែរទោះមិនបានជាដឹកនាំនៅក្នុងធីមក៏យើងដឹកនាំការងារខ្លួនយើងអត់ឲ្យមានបញ្ហាដែរព្រោះដោយសារអីខ្ញុំមើលការហ្នឹងគឺគាត់ឆ្លាតគាត់ចេះបង្កើតធម៌ពលសម្រាប់ខ្លួនឯងណាសម្រាប់ទី4នៅពេលដែលគាត់ធ្វើឲ្យខ្លួនឯងក្រោកឈរហើយគាត់យល់ពីតម្លៃនៃជីវិតខ្លួនគាត់ហើយគាត់បង្កើតអាធម៌ពលសម្រាប់ខ្លួនគាត់ហើយគឺគាត់ achievement គឺគាត់ជោគជ័យបានគ្រប់គ្រងទាំងអស់ទោះថាឥឡូវហ្នឹងម្នាក់ស្រីនឹងកំពុងឡើងចដាលក៏ដោយប៉ុន្តែឃើញគាត់ឡើងបានដល់កម្មទី2អាចនឹងថាទោះគាត់ឡើងយឺតប៉ុន្តែគាត់នៅតែឡើងគាត់នៅតែ achieve ដល់រឿងដែលគាត់ត្រូវធ្វើដូចថាគាត់សេតឆ្នាំនឹងថ្មី goal point គាត់គឺ10ទៅមិនឥឡូវក៏គាត់សេតបាន2ដែរក្នុងឆ្នាំថ្មីគាត់ទទួលបានអីខ្លះអាហ្នឹងចង់និយាយចឹងទោះថាគោលដៅគាត់នៅមានច្រើនប៉ុន្តែឥឡូវគាត់កំពុងតែសម្រេចអាគោលបំណងសម្រាប់ខ្លួនឯងបានមួយចំនួនធំហើយអញ្ចឹងខ្ញុំចង់និយាយថាយើងត្រូវតែជឿជាក់លើខ្លួនឯងយើងចេះមូខ្លួនយើងបើមិនជាយើងនៅក្នុងអតីតកាលយើងប្រញាប់ចេញឥឡូវហ្នឹងព្រោះឥឡូវវាឆ្នាំថ្មី2026ហើយយើងកុំនៅក្នុងអតីតកាលទៀតយើងចេញមករកបច្ចុប្បន្នកាលហើយនឹងhướngទៅអនាគតធ្វើការវាដើម្បីឲ្យយើងសម្រេចគោលដៅដែលយើងចង់ធ្វើហ្នឹង
ហើយតាមខ្ញុំមើលទៅមនុស្សមួយចំនួនអាចនឹងចូលដែលមើលកាតនឹងហើយអាចនឹងអ្នកដែលមានចង់មានការងារធ្វើខ្ញុំគិតថានឹងមានការងារធ្វើល្អហើយទៅក្រុមហ៊ុនល្អទៀតតកតងនឹងទី5គឺ everything change ដូចខ្ញុំប្រាប់អ្នកទាំងអស់គ្នាអញ្ចឹងរឿងទាំងអីទាំងអស់គឺត្រូវតែផ្លាស់ប្ដូរដូចឧទាហរណ៍យើងគិតថាថ្ងៃហ្នឹងជួបនឹងរឿងល្អ5តែវាចេញមករឿងល្អតែ3ឯងយើងទទួលយកព្រោះដោយសារអីរឿងទាំងអស់វាត្រូវតែងតែផ្លាស់ប្ដូរវាអត់អាចនឹងជួបរឿងល្អទាំងអស់នឹងរឿងអាក្រក់ទាំងអស់ឯងដូចឧទាហរណ៍ថ្ងៃនោះថាអូយអត់ល្អឯងដូចពិបាកចិត្តអូ sorry ប៉ុន្តែធ្វើខ្ញុំឆ្លក់ទឹកងាត់ចឹងមកខ្ញុំគេចង់ពេលផឹកទៀតចង់ឲ្យយើងនិយាយអត់ល្អឯងប៉ុន្តែរឿងផ្លាស់ប្ដូរមកវិញក៏ចង់និយាយថាយើងគិតអត់កើតទេប៉ុន្តែថ្ងៃនេះវាទៅកើតវិញវាទៅល្អវិញអញ្ចឹងរឿងអីក៏ដោយវាត្រូវតែវាផ្លាស់ប្ដូរគ្រប់នាទីគ្រប់វិនាទីយើងអាចកំណត់វាបានទេអារឿងពេលវេលានៅព្រោះដោយសារអីយើងអាចកំណត់ខ្លួនឯងបានអាចរបៀបថាថ្ងៃហ្នឹងខ្ញុំត្រូវទៅនេះថ្ងៃហ្នឹងខ្ញុំត្រូវទៅនោះប៉ុន្តែសួរថាយើងអាចបញ្ជាអ្នកដតីផ្សេងបានអត់ទេជួនកាលដោយសារតែអ្នកដតីហ្នឹងវាធ្វើឲ្យយើងផ្លាស់ប្ដូរអាគណិតចិត្តដែលយើងចង់ទៅណាទៅបានដូចគ្នាអញ្ចឹងវាអាចតែងនឹងមានរឿងផ្លាស់ប្ដូរជានិច្ចអញ្ចឹងយើងមិនស្មុគស្មាញច្រើនពេកទេយើងគិតតែរឿងល្អធ្វើអីល្អទៅយើងត្រូវចាំថាពេលវេលាគង់តែផ្លាស់ប្ដូរឧទាហរណ៍ខ្ញុំលើករឿងស្នេហាមួយគាត់ថាអូតំណែងខ្ញុំមួយម្នាក់ហ្នឹងមើលទៅអត់កើតទេទៅអត់មករួចទេដូចរឿងពិបាកប៉ុន្តែចៃដន្យអីវាបែរទៅកើតនិយាយគ្នាចុះឡើងស៊ីចង្វាក់គ្នាយល់ពីគ្នាទៅរួចអាហ្នឹងដូចគ្នាអាហ្នឹងខ្ញុំគិតរឿង positive អញ្ចឹងណាអញ្ចឹងនៅបាត់ហូអត់មានអីច្រើនទេគឺតាក់ទងនឹង growing គឺចង់ឲ្យយើងអភិវឌ្ឍបន្ថាលើអីទេគឺលើខ្លួនយើងលើអីគឺយើងត្រូវហ៊ានបន្ថែមតាក់ទងនឹងរឿងចំណុចណាដែលខ្វះខាតគឺយើងត្រូវហ៊ានបន្ថែមតាក់ទងចំណុចណាដែលយើងមានហើយគឺយើងត្រូវតែពង្រឹងដើម្បីនេះទៀតយើងត្រូវចាំថាទេវតាគាត់នៅតែចាំតាមថែរក្សាយើងជានិច្ចគឺគាត់អត់ទៅណាទេកុំគិតថាយើងនៅតែឯងគឺយើងមានតែតាមជួយហើយយើងនឹងប្រឹងយើងនឹងធ្វើគាត់នឹងកាន់តែជួយយើងឲ្យបានសម្រេចដូចពាក្យកតុយចឹង I grow my own soul ខ្ញុំនឹងពង្រឹងលើអារបៀបថាសេចក្តីសុខរបស់ខ្លួនឯងយើងនឹងបង្កើនសេចក្តីសុខសម្រាប់ខ្លួនឯងអញ្ចឹងអត់មានអីទេចង់និយាយថាបើសិនជាគេមានខ្ញុំឥឡូវខ្ញុំ back មកវិញសារពីខ្ញុំបើសិនជាគេមានថ្មីហើយយើងមិនបាច់ទៅញ៉ៃមួយគេទេឲ្យគេទៅជួបមួយអ្នកនឹងសោះយើងហ៊ានកាត់ចិត្តយើងលះបង់ថាវាជាមេរៀនមួយហើយយើងចាក់ចេញពីអតីតកាលហ្នឹងដើម្បីរកអនាគតថ្មីរបស់យើងហ្នឹងខ្ញុំគិតថានៅពេលដែលយើងដើរចេញពីអតីតកាលហ្នឹងរួចនឹងមានមនុស្សប្រុសឬក៏មនុស្សស្រីដែលល្អជាងនឹងទៀតកំពុងតែឈរចាំយើងជួនកាលគេឈរចាំយើងពេកយូរពេកគេត្រូវអ្នកផ្សេងបាត់ណាអញ្ចឹងបញ្ញាក់ឡើងយើងត្រូវរៀន move on រៀនធ្វើចិត្តឲ្យបានទោះថាក្នុងកលៈទេសៈណាឬក៏បបាក់ឬក៏មិនក៏ដោយតែយើងត្រូវទៅជំនះជួនកាលគូដែលល្អយើងកំពុងនៅចាំយើងនៅខាងមុខកុំឲ្យតែដោយសារតែគូអតីតម្នាក់មនុស្សអតីតម្នាក់មកបំផ្លាញអាសេចក្តីសុខនៅពេលថ្ងៃអនាគតទៅមុខអញ្ចឹងខ្ញុំអត់មានអីទេខ្ញុំមូនអរគុណច្រើនជួបគ្នានៅវីដេអូខាងក្រោយទៀត